Tới thưa ca rồi tới trên bằng nhôm chưa chạy tha miên mình lục chỉ tràn nè để thọp chụp nâng bánh hà mùi nì chỉ bị sai cứ nè thưa ca toa tại đòn bắt sao toa đấy nhôm cật thọp bàn thưa rương chỉ tràn đã khâu hai tiết đau mình đằng luôn mùi hạt em mình nhôm hiên gì bị thang khóc lời xa tim muối nhôm tay tầm mơ khơi mình ổn ở trong vinh luôn cật tha kia lọ đôi để dương cật tay chạy sai miên mìnhแบบnâng nghề nó không rương chỉ tràn cái dương ai nâng bằng cọp nâng rương ra xem tiệt hai trăm tục bị sầm đầy nhưng mà mặt đấy អត់មានការផ្ដល់ឲ្យណាដោយ free នោះទេគ្រប់ការផ្ដល់ឲ្យទាំងអស់គឺសុទ្ធតែមានបំណងចង់តបស្នងត្រឡប់ទៅវិញនៅអ្វីមួយដែលជាផលប្រយោជន៍សម្រាប់គេឬមួយក៏អាចនឹងផ្ដល់ផលប្រយោជន៍ទៅថ្ងៃអនាគតឬមួយក៏អីបែបហ្នឹងទៅវាអាចនឹងផ្ដល់ផលប្រយោជន៍ជាលុយកាក់ទៅដល់គេឬមួយក៏អាចនឹងផ្ដល់ជា credit ឲ្យគេឬមួយក៏អាចនឹងផ្ដល់ជាអ្វីផ្សេងទៀតនិយាយរួមទៅគ្មានរបស់ free នៅលើโลกនឹងត្រូវចាំពាក្យនឹងទុកហើយពេលខ្លះ នៅពេលដែលយើងជួបមនុស្សនឹងដំបូងយើងគិតថាយើងនឹងមានយើងជាមនុស្សម្នាក់ដែលមានសំណាងដែលបានស្គាល់ម្នាក់នឹងហើយនឹងបានរួមការងារជាមួយម្នាក់នឹងឬមួយក៏អាចនិយាយបានថាយើងភ្លេចគិតពីថាមនុស្សគឺវាមិនដូចអ្វីដែលយើងគិតទេពេលខ្លះជួបដំបូងគេអាចនឹងសម្ដែងដើម្បីឲ្យយើងនឹងចិត្តតុនហើយស្ដាប់តាមគេស្របតាមគេឬមួយក៏ធ្វើអ្វីៗគ្រប់យ៉ាងតាមដែលគេប្រើប្រាស់តែនៅពេលដែលគេចាប់ផ្ដើមឃើញពីភាពលេចធ្លោរបស់យើងពេលណាហើយពេលហ្នឹងហើយ គឺជាពេលដែលគេចាត់ទុកយើងជាបន្លានៅក្នុងកែវភ្នែករបស់គេជាបន្លាដើរទៅផ្លូវគេដែលគេចង់កម្ចាត់ចោលអញ្ចឹងរឿងហ្នឹងគឺជារឿងមួយដែលហានិភ័យនៅពេលយើងអស់ប្រយោជន៍ពេលណាហើយនៅពេលណាដែលយើងអាចនឹងធ្វើឲ្យគេធ្លាក់ចុះពីតំណែងគេឬមួយក៏ធ្លាក់ចុះពីអ្វីដែលគេគោលដៅដែលគេចង់បានយើងជាមុខសញ្ញាទី1ដែលគេចង់កម្ចាត់ចោលហើយពេលហ្នឹងឯងគេនឹងធ្វើទុកបុកម្នេញយើងអត់ឈប់ឈរគ្មានដែនកំណត់ទេមិនថានៅក្នុងទំនាក់ទំនងការងារ ឬមួយក៏ក្រៅផ្លូវការគេនឹងផ្ដល់សម្ពាធឲ្យយើងរហូតដល់យើងមានអារម្មណ៍មួយថាយើងលែងចង់នៅទីនឹងបន្តទៀតហើយមើលក្នុងផ្លូវស៊ីជម្រៅឲ្យបានច្រើនព្រោះអីការងារខ្លះយើងមើលពីសបកក្រៅទៅថាវាងាយស្រួលតែជាក់ស្ដែងវាបង្កប់ភាពស្មុគស្មាញនៅក្នុងនឹងជាច្រើនហើយមិនត្រឹមតែបង្កប់ភាពស្មុគស្មាញទេថែមទាំងមានល្បិចកិច្ចកលនៅក្នុងនឹងទៀតពេលខ្លះអាចចោតប្រកាន់ពីនេះពីនោះឬមួយក៏ទម្លាក់លៀបពណ៌ឲ្យយើងដោយយើងមិនដឹងខ្លួនសោះពេលខ្លះគេចាក់រកពីឆ្កឹះឆ្កៀលពីអ្នកផ្សេងមក ដើម្បីធ្វើឲ្យគេស្អប់យើងជាសហគមន៍ក៏មានដែរអញ្ចឹងមិនចង់និយាយថាពេលខ្លះលោកនៅក្នុងវិស័យការងារកាន់តែច្រើនអ្នកទាំងអស់គ្នានឹងដឹងកាន់តែច្បាស់ថាសង្គមការងារគឺវាគួរឲ្យខ្លាចបែបណាតែសួរថាអ្នកទាំងអស់គ្នាត្រូវតែខ្លាចអត់ហ៊ានប្រឡូកនៅក្នុងការងារអត់ចម្លើយគឺ no គាត់ថាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចេះបត់បែនទៅតាមកលៈទេសៈហើយចេះមើលមនុស្សបានច្រើនជួបគ្នាលើកដំបូងកុំទាន់មានអារម្មណ៍ល្អសម្រាប់គេច្រើនពេកអីកុំភ្លេច អ្វីដែលជាចំណុចគោលត្រូវតែមានការប្រុងប្រយ័ត្នសម្រាប់ខ្លួនឯងជាជាប់ជានិច្ចមិនថាការនិយាយស្ដីមិនថាការធ្វើឯកសារឬមួយក៏មិនថាអីទៅដោយទៀមទាត្រូវតែមានភស្តុតាងជាប់ជានិច្ចមិនថាអ្នកធ្វើអីជាមួយអ្នកណាទេដាច់ខាតគឺត្រូវតែមានជាលាយលក្ខណ៍អក្សរឬមួយក៏ភស្តុតាងដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់អ្នកជាប់ជានិច្ចនេះហើយគឺជាអ្វីដែលខ្ញុំអាចផ្ដល់ឲ្យអ្នកទាំងអស់គ្នាបានសង្ឃឹមថាអ្នកទាំងអស់គ្នាក៏អាចស្ដាប់វីដេអូនេះដល់ចប់ដល់ចំណុចសំខាន់មួយនឹងផងដែរអរគុណ